ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបធ្វើតែបៃតង strawberry មុនដំបូងហ្នឹងគឺយើងមកចាប់ផ្ដើមឆុងតែជាមុនសិននេះជាតែបៃតងដែលខ្ញុំប្រើចំនួន60ក្រាមចាក់វាចូលទៅក្នុងស្បៃឆុងបន្ទាប់មកចាក់ទឹកក្តៅពុះភ្លាមនឹងចំនួន1លីត្រចូលគ្រប់ទុករយៈពេល15នាទីបន្ទាប់ពីបាន15នាទីមកយកកាតាយចេញនិងចាក់ទឹកតែយើងនឹងចូលក្នុងដបរក្សាកម្ដៅធ្វើបែបនេះដើម្បីរក្សាឲ្យទឹកតែរបស់យើងនៅមានក្លិនឈ្ងុយបានយូរបន្ទាប់មកយើងមកមើលរបៀបធ្វើតែបៃតង strawberry សម្រាប់កែវ16អោននេះជាទឹកដោះគោស្រស់ដែលខ្ញុំប្រើចំនួន45 ml នេះជាទឹកដោះគោរាវដែលខ្ញុំប្រើចំនួន30 mlទឹកដោះគោខាប់នឹងចំនួន10 ml ហើយកូរចូលគ្នាឲ្យសព្វរួចទុកមួយឡែកសិនចំណែកនេះជាដំណាប់ strawberry ដែលខ្ញុំប្រើចំនួន35 ml បន្ទាប់មកចាក់ទឹកកកចូលកែវនោះឲ្យពេញហើយចាក់ទឹកដោះគោដែលយើងលាយហើយមុននឹងចូលចុងក្រោយយើងចាក់តែបៃតងចំនួន50 ml ពីលើជាការស្រេចតែបៃតងដូចជា strawberry សម្រាប់កែវ16អោនគឺយើងបានធ្វើរួចហើយឥឡូវយើងមកមើលរបៀបធ្វើសម្រាប់កែវ22អោនវិញម្ដងមុនដំបូងចាក់ទឹកដោះគោស្រស់ចំនួន60 ml ចូលក្នុងកែវក្រិតទឹកដោះគោរាវនឹងចំនួន40 ml ទឹកដោះគោខាប់នឹងចំនួន20 ml រួចកូរចូលគ្នាឲ្យសព្វទុកមួយឡែកសិនបន្ទាប់មកដាក់ដំណាប់ strawberry នឹងចំនួន50 ml ចូលក្នុងកែវរួចហើយចាក់ទឹកកកចូលកែវឲ្យពេញនិងចាក់ទឹកដោះគោដែលយើងលាយហើយមុននឹងចូលជាចុងក្រោយចាក់តែបៃតងចំនួន70 ml ពីលើជាការស្រេចតែ strawberry សម្រាប់កែវ22អោននោះគឺយើងបានធ្វើរួចហើយឥឡូវយើងមកមើលសម្រាប់កែវ32អោនវិញម្ដងមុនដំបូងនឹងចាក់ទឹកដោះគោស្រស់ចំនួន90 ml ចូលក្នុងកែវក្រិតទឹកដោះគោរាវនឹងចំនួន60 mlចាក់ទឹកដោះគោខាប់នឹងចំនួន30 ml រួចកូរចូលគ្នាឲ្យសព្វទុកមួយឡែកសិនបន្ទាប់មកដាក់ដំណាប់ strawberry នឹង75 ml ចូលក្នុងកែវរួចហើយចាក់ទឹកកកឲ្យពេញកែវនិងចាក់ទឹកដោះគោដែលយើងលាយហើយមុននឹងចូលជាចុងក្រោយចាក់តែបៃតងចំនួន100 ml ពីលើជាការស្រេចសម្រាប់បងប្អូនដែលគាត់អាចចេះញ៉ាំម៉ាឆាទេបងប្អូនអាចសាករូបមន្តតែបៃតង strawberry នេះបានរសជាតិវាមិនសូវដិតដូចម៉ាឆាសូមអរគុណបងប្អូនដែលទស្សនាវីដេអូខ្ញុំពីដើមដល់ចុងសង្ឃឹមថាបងប្អូននឹងចូលចិត្តបើមានសំណួរឬយោបល់អ្វីសូមបងប្អូនសរសេរ comment នៅខាងក្រោមសូមបងប្អូនជួយចុច like share និង subscribe YouTube channel របស់ខ្ញុំដើម្បីជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនសូមជម្រាបលា